សូមជូនរឿងកូនស្វាឯកាគ្រាមួយនៅលើកោះខ្សាច់ដ៏តូចក្បែរសមុទ្រមានសត្វស្វាមួយក្បាលរស់នៅវាឯកោណាស់ដោយសារតែគ្មានសត្វណាលេងជាមួយវាហើយវាក៏មិនដឹងធ្វើយ៉ាងណាទើបចេញពីកោះនោះបានដែរមានថ្ងៃមួយសត្វត្រីមួយក្បាលបានមានក្តីអាណិតចំពោះស្វាឯកោខ្លាំងហើយក៏បានប្រាប់ធ្វើឲ្យធ្វើដំណើរតាមវាចូលទៅក្នុងព្រៃដ៏ធំដែលមានសត្វស្វាជាច្រើនរស់នៅសត្វស្វានេះបានព្យាយាមហាលទឹកយ៉ាងខ្លាំងប៉ុន្តែវាមិនអាចធ្វើបាននៅថ្ងៃបន្ទាប់មានសត្វហង្សមួយក្បាលបានព្យាយាមបង្រៀនវាពីរបៀបហាលប៉ុន្តែបន្តិចក្រោយមកសត្វស្វាក៏បានបោះបង់ទៀតគេឃើញថាកន្លងមក6 ខែក្រោយក៏មានសត្វដំរីទឹកមួយក្បាលបានដើរឆ្លងកាត់កោះនោះវាបាននិយាយខ្លាំងៗឡើងថាមកជិះលើខ្នងយើងមកស្វាតូចខ្ញុំនឹងនាំឯងទៅព្រៃធំសត្វដំរីទឹកបានបន្ទាបខ្លួនចុះហើយសត្វស្វាក៏បានលោតឡើងលើខ្នងដំរីទឹកសត្វស្វាបានស្រែកឡើងដោយក្តីរីករាយថាអស្ចារ្យណាស់ខ្ញុំលែងឯកោដូចមុនទៀតហើយ